រឿងរ៉ាវដ៏រន្ធត់ញាប់ញ័រព្រឺព្រួតនិងគួរឲ្យខ្លាចបំផុតមួយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនដ៏កម្ររបស់ព្រះសង្ឃមួយអង្គព្រះនាមដេចគុណវណ្ណៈឈ្មោះសន្មត់ដែលបានកើតឡើងកាលពី3ឆ្នាំមុននៅពេលដែលព្រះអង្គបានសម្រេចចិត្តចេញទៅធុដងការដើរព្រៃស្វែងរកទីស្ងប់ស្ងាត់ដើម្បីដុសខាត់ចិត្តនៅតំបន់ជួរភ្នំក្រវាយដ៏អាតកំបាំងថ្ងៃមុននោះព្រះអង្គបានវង្វេងផ្លូវនៅក្នុងព្រៃជ្រៅដែលមានដើមឈើធំធំបាំងពន្លឺថ្ងៃជិតឈឹងរកផ្លូវចេញមិនឃើញសោះព្រះអង្គបានព្យាយាមដើរកាត់ព្រៃរស្ស៊ីនិងឆ្លងកាត់ជ្រោះជ្រៅជាច្រើនម៉ោងរហូតដល់ព្រះអាទិត្យជិតលិចបាត់ទៅហើយដែលធ្វើឲ្យបរិយាកាសកាន់តែងងឹតនិងត្រជាក់ស្រគាក្នុងគ្រាដែលព្រះអង្គអស់កម្លាំងនិងអស់សង្ឃឹមនោះស្រាប់តែព្រះអង្គបានប្រទះឃើញកំពូលចេតិយចាស់បុរាណមួយនៃកណ្ដាលព្រៃស្ងាត់ដែលមានពណ៌ប្រផាក់ស្លាយចាប់និងវល្លីរំពាត់ដោយសេចក្តីត្រេកអរនឹងគិតថាបានជួបវត្តអារាមសម្រាប់សុំស្នាក់អាស្រ័យព្រះអង្គក៏បាននិមន្តទៅរកទីនោះពេលទៅដល់វាគឺជាវត្តចាស់មួយដែលមើលទៅដូចជាមានគេបោះបង់ចោលយូរហើយសាលាឆាន់បាក់បាយដំបូលនិងព្រះវិហារមានស្មៅដុះជុំវិញខ្ពស់ប៉ុន្តែអ្វីដែលចម្លែកនិងគួរឲ្យឆ្ងល់នោះគឺនៅត្រង់កដៃឈើមួយនៅខាងក្រោយវត្តមានពន្លឺភ្លើងទៀនភ្លឺព្រាកចេញពីក្នុងនោះនិងមានការបោសសម្អាតទីធ្លាយ៉ាងស្អាតបាតខុសប្លែកពីបរិយាកាសជុំវិញដែលទ្រុឌទ្រោមនៅទីនោះព្រះអង្គបានជួបនឹងព្រះសង្ឃចាស់មួយអង្គមុខមាំរាងស្គមស្គាំងសម្បុរខ្មៃភ្នែកជើនិងមានដូនជីម្នាក់អង្គុយបត់ជើងនៅក្បែរនោះដោយមិននិយាយស្ដីអ្វីទាំងអស់មុខរបស់ពួកគេស្មោះត្រង់តែគ្មានវិញ្ញាណពួកគាត់បាននិមន្តព្រះអង្គឲ្យស្នាក់នៅដោយគ្រាន់តែងក់ក្បាលទទួលនិងចង្អុលទៅកន្ទេលមួយលុះដល់ពេលព្រលប់ព្រះសង្ឃចាស់នោះបានយកចង្ហាន់មកប្រគេនដល់ដេចគុណវណ្ណៈដោយប្រាប់ដោយសំឡេងស្អកថាជាចង្ហាន់សល់ពីព្រឹកចង្ហាន់នោះគឺជាបាយសនិងសម្លកកដែលមើលទៅទំនងនិងមានក្លិនឈ្ងុយចម្លែកដែលធ្វើឲ្យក្រពះរបស់ព្រះអង្គឃ្លានយ៉ាងខ្លាំងដេចគុណវណ្ណៈដោយសារតែអស់កម្លាំងនិងឃ្លានខ្លាំងពេកព្រះអង្គក៏សម្រេចចិត្តមិនគិតច្រើនហើយហុតសម្លនោះមួយម៉ាត់តែគ្រាន់តែទឹកសម្លចូលដល់មាត់ភ្លាមរសជាតិដែលគួរតែឆ្ងាញ់បែរជាប្រែទៅជាជូរនិងស្អុយដោយសាច់រលុយឬសត្វងាប់ដែលហើមរាប់ថ្ងៃរហូតធ្វើឲ្យព្រះអង្គចង់ក្អួតព្រះអង្គក៏ខាក់ចេញមកវិញភ្លាមដាក់លើបាតដៃស្រាប់តែឃើញថាអ្វីដែលនៅក្នុងមាត់ព្រះអង្គមិនមែនជាបន្លែឬត្រីទេតែជាដង្កូវពណ៌សធំនិងក៏អែបតូចដែលកំពុងវាញញែមញញ៉ាំពេញបាតដៃនិងធ្លាក់មកលើស្បង់ជីវរព្រះអង្គភ្ញាក់ព្រឺតលែងហ៊ានឆាន់ហើយងាកក៏មើលព្រះសង្ឃចាស់និងដូនជីនោះពួកគេទាំងពីរអង្គុយបាយខ្នងដាក់ព្រះអង្គនៅមុខព្រះពុទ្ធរូបដោយមិនខ្វល់ពីអ្វីទាំងអស់ហើយចាប់ផ្ដើមបញ្ចេញសម្លេងសៃតិចក្នុងបំពង់កបរិយាកាសក៏ចាប់ផ្ដើមប្រែប្រួលភ្លាមពីស្ងប់ស្ងាត់ទៅជាវឹកវរខ្យល់បក់មកខ្លាំងពីខាងក្រៅធ្វើឲ្យទ្វារបង្អួតទះក្រាំងដូចមានគេរុញហើយភ្លើងទៀនចាប់ផ្ដើមឆេះពណ៌ខៀវព្រះអង្គបានឮសំឡេងសូត្រធម៌ចេញពីមាត់ព្រះសង្ឃចាស់នោះប៉ុន្តែវាមិនមែនជាធម៌ព្រះពុទ្ធដែលនាំមកនៅសេចក្តីស្ងប់ទេវាជាភាសាបាលីដែលសូត្របញ្ច្រាស់ពីក្រោយមុខអ្នកមោយាធាពុហើយសំឡេងនោះស្ដាប់ទៅក្តៅក្រហាយត្រចៀកនិងគួរឲ្យឈឺក្បាលណាស់តេជោគុណវណ្ណៈបានសម្រេចចិត្តសួរដោយចិត្តក្លាហានថាលោកម្ចាស់កំពុងសូត្រអីនឹងព្រះសង្ឃចាស់នោះក៏ឈប់សូត្រភ្លាមគាត់សន្សឹមងាកក្បាលមកក្រោយប៉ុន្តែមិនមែនងាកតែកទេគឺរាងកាយគាត់នៅស្ងៀមតែក្បាលរបស់គាត់បានបង្វិល180ដឺក្រេមកខាងក្រោយយ៉ាងលឿនលាត់សូគឹបព្រះអើយមុខរបស់គាត់គ្មានសាច់ទេគឺជាលឡាដកាសុទ្ធដែលមានភ្លើងពណ៌បៃតងឆែកនៅក្នុងរុនភ្នែកទាំងពីរសម្លឹងមកព្រះអង្គចំណែកឯដូនជីដែលអង្គុយជិតនោះក៏ចាប់តាមសើចនាងបាំងដោះស្បៃពណ៌សចិនបង្ហាញសក់ក្បាលដ៏វែងអន្លាយនិងរញ៉េរញ៉ៃដូចសម្បុកមាន់នាងមិនមែនជាមនុស្សទេនាងគឺជាព្រាយមាត់របស់នាងហែកធំដល់ស្លឹកត្រចៀកបង្ហាញធ្មេញស្រួចហើយនាងកំពុងតែយកដៃដែលមានក្រចកវែងហែកពោះខ្លួនឯងទាញយកពោះវៀនពណ៌ក្រហមច្រាលមកកាន់លេងឈាមស្រក់តក់ទិញគត់និងមានក្លិនឆ្អាបសាយភាយពេញបន្ទប់ខ្មោយប្រសង់នោះនិយាយទាំងសំឡេងក្ដុងថាលោកប្អូនមកនៅជាមួយពួកយើងទេនៅទីនេះសប្បាយណាស់ពួកយើងនៅចាំលោកប្អូនយូរហើយមកធ្វើជាបរិវារយើងមកតែចូលគុណវណ្ណៈដឹងភ្លាមថានេះមិនមែនជាព្រះសង្ឃទេតែជាអាបធ្មប់ឬគូសង្សារដែលលួចមានសេវកនិកិតនឹងគ្នាទើបស្លាប់ទៅคล้ายទៅជាខ្មោចកាយបែបនេះព្រះអង្គបានប្រមូលស្មារតីយកខ្សែសីមាដែលនៅក្នុងថង់យាមមកព័ទ្ធជុំវិញខ្លួននិងចាប់ផ្ដើមសូត្រធម៌ពុទ្ធគុណនិងបរិត្តដើម្បីតតាំង
ពួកខ្មោចតាំងពីនោះខឹងខ្លាំងណាស់នៅពេលឃើញព្រះអង្គសូត្រធម៌ខ្មោចសង្ឃបានហោះមកជិតព្យាយាមទម្លុះរបាំងសីមាតែចូលមិនចុះត្រីអំណាចធម៌រុញចរានចេញឯដូនជីព្រាយបានប្រើសក់ដ៏វែងរបស់នាងរុំប្រធាត់គត់ទាំងមូលដូចជាសំណាញ់និងអង្រួនគត់យ៉ាងខ្លាំងដើម្បីឲ្យតេជោគុណចេញមកក្រៅសំឡេងស្រែករបស់ពួកវាលាន់រំពើងពេញព្រៃតេជោគុណវណ្ណៈបានបិទភ្នែកតាំងសមាធិសូត្រធម៌រហូតដល់ភ្លឺទើបពួកវារលាយបាត់ទៅជាមួយនឹងអង្អប់វត្តដែលឃើញស្អាតកាលពីល្ងាចក៏ប្រែទៅជាវត្តបាក់បែកមានដើមឈើដុះពេញនិងមានចេតិយពីរនៅគូគ្នាដែលបាក់បែករកកាលរលំនិងមានស្នាមខ្លោចខ្មៅក្រោយមកព្រះអង្គបានចុះទៅសួរអ្នកស្រុកនៅជើងភ្នំហើយគេបានប្រាប់ថាកាលពី50ឆ្នាំមុនវត្តនោះធ្លាប់មានចៅអធិការនិងដូនជីម្នាក់លួចស្រឡាញ់គ្នាហើយលួចលាក់ធ្វើរឿងខុសសីលធម៌រួមទាំងលេងអំពើភ្លើងងងឹតចុងក្រោយអ្នកភូមិខឹងពេកក៏ដេញចាប់ពួកគេរត់ចូលព្រះវិហារហើយដុតខ្លួនឯងស្លាប់ទាំងពីរនាក់តាំងពីពេលនោះមកវិញ្ញាណពួកគេមិនទៅណាទេតែងតែលវោះព្រះសង្ឃឬអ្នកធុដងឲ្យទៅស្នាក់នៅហើយយកជីវិតធ្វើជាបរិវារ